fasting 23លើ1ខ្ញុំធ្វើនេះគឺជាថ្ងៃទី2ខ្ញុំនឹងធ្វើ5ថ្ងៃពេញហើយការ fasting 23លើ1និង20លើ1អត់មានខុសគ្នាអីទេបងឲ្យតែយើងញ៉ាំអាហារដែលមានសារជាតិគ្រប់គ្រាន់ហើយឲ្យត្រង់យើងពេញមួយថ្ងៃសាច់បន្លែអីហ្នឹងគឺយើងញ៉ាំឲ្យបានគ្រប់គ្រាន់មកបងហើយថ្ងៃនេះដូចខ្ញុំបាននេះឆាបន្លែនេះខ្ញុំអត់ដឹងហៅអីខ្ញុំផ្លិចទេដឹងខ្ញុំឆាមួយសាច់ជ្រូកហើយបន្ទាប់ពីខ្ញុំបានឆានឹងអស់ហើយខ្ញុំបន្តញ៉ាំសកានេះគឺខ្ញុំញ៉ាំមួយផ្លែពេញខ្ញុំញ៉ាំបន្ទាប់ពីអាហារថ្ងៃត្រង់របស់ខ្ញុំហើយនេះខ្ញុំបង្ហាញរៀងឲ្យបងមើលខ្ញុំអត់មានស្រកគីឡូទេខ្ញុំមានតែថេគីឡូប៉ុន្តែគ្រាន់ថាសាច់យើងវាបែកទៅណាដោយសារតែខ្ញុំហាត់ប្រាណបងដឹងហើយថាខ្ញុំហាត់ប្រាណម្ដងថ្ងៃនេះគឺខ្ញុំហាត់ប្រាណរយៈពេលជិត3អាទិត្យហើយអញ្ចឹងបងអាចមើលពីលទ្ធផលខ្ញុំបានខ្លះវាមិនទាន់បានថារៀងមួយដែលយើងចង់បានប៉ុន្តែគ្រាន់តែវាល្អជាងមុនហើយខ្ញុំទទួលបានសុខភាពក៏វាល្អច្រើនជាងមុនដែរហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរសម្រាប់ថ្ងៃនេះអរគុណច្រើនបង